ជំរាបសួរលោកគ្រូខ្ញុំឈ្មោះខេសុកនេះមកពីក្រុម SV7 នៅក្នុងវីដេអូនេះខ្ញុំធ្វើអំពីបច្ចេកfinal របស់Python ហើយនៅក្នុងបច្ចេកនេះខ្ញុំធ្វើអំពី website e-commerce មួយនេះគឺជា website របស់ខ្ញុំជាដំបូងខ្ញុំធ្វើការបកស្រាយចំណុចមាន2ចំណុចខ្ញុំធ្វើការបកស្រាយចំណុចទី1គឺ demo បច្ចេកហើយនិងទី2តកតងទៅលើកូដជាដំបូងខ្ញុំចូលទៅកាន់website ដំបូងតកតងទៅកាន់ home page នៅ home page ហ្នឹងមានព័ត៌មានខ្លះៗតកតងទៅនឹង website ដែលខ្ញុំបានបង្កើតហើយតមកខ្ញុំតកតងចូលទៅកាន់ page បណ្ដាហើយនៅក្នុងនេះក៏មានបណ្ដាហើយទាំងអស់ដែលបានដាក់បញ្ចូលនេះដូចជាមានការបែងចែកនឹងប្រដាប់ផ្សេងគ្នាហើយតកតងទៅនឹងcategory ហើយកន្លែងនេះតកតងទៅនឹងcategory នេះដូចជា category នេះវាមាន2-3ប្រដាប់ដែលខ្ញុំដាក់ចូលហើយបន្ទាប់មកគ្រឿងអលង្ការហើយកៅអៅផងហើយនឹងជាកៅអៅស្រីនេះហើយជាបន្តខ្ញុំធ្វើការនិយាយពីបណ្ដានេះជាដំបូងនេះបណ្ដានេះខ្ញុំធ្វើការ review វាមាន review detail ហើយខ្ញុំធ្វើការ add to cart បានទៀតថ្ងៃនេះអាច add to cart ទៅពេលដែលខ្ញុំចុច add to cart ខ្ញុំចុច add to cart ទៅវាក៏បោះកាតនឹងចូលពេលដែរហើយបន្ទាប់មកវាក៏បង្ហាញថាកន្លែងនេះខ្ញុំអាច add បន្ថែមឬក៏ចង់លុបបន្ទាប់នេះចេញវិញក៏បានហើយបន្តមកកន្លែងនេះក៏ខ្ញុំអាចធ្វើការលុបចេញបានហើយនេះខ្ញុំអាចចុច add to cart ហ្មងក៏បានហើយប្រដាប់នោះបើសិនជាខ្ញុំចុចមួយទៀតចឹងទៅវាក៏លោតមកមួយទៀតហ្មងគឺវាអត់ថែមadd cart ឲ្យមួយទៀតទេគឺវាបូកឲ្យកន្លែងនេះហ្មងលុះត្រាតែបើសិនជាខ្ញុំ add ប្រដាប់ថ្មីនេះអញ្ចឹងបានវាលោតចេញមកពីហើយតោះមកខ្ញុំធ្វើការតេស្តនៅប្រដាប់ផ្សេងដែរជាគ្រឿងអលង្ការនេះក៏មាន view detail ប្រដាប់បានដូចគ្នា
ខ្ញុំបាននិយាយពី product ហើយនឹង category ហើយបន្ទាប់មកខ្ញុំធ្វើការcheck out ម្ដងតមកពេលដែល check out ហ្នឹងក៏ចូលដល់កន្លែងនេះខ្ញុំបានពេញឈ្មោះលេខទូរស័ព្ទហើយនឹងទីតាំងខ្ញុំដាក់ថាភ្នំពេញហើយបន្ទាប់មក please check order ដែលខ្ញុំ check order ហើយនោះវាក៏លោតចូលមក Telegram ហើយកន្លែងនេះក៏វាបានចេញមកហើយមានឈ្មោះ number ហើយនឹងលេខទូរស័ព្ទសម្រាប់ project របស់ខ្ញុំធ្វើការ demo ប៉ុណ្ណឹងចំណុចបន្ទាប់ខ្ញុំចូលទៅកាន់គោលរបស់ខ្ញុំកន្លែងនេះជាកន្លែងដែលទាក់ទងទៅនឹងគោលទាំងមូលដែលខ្ញុំបានដាក់ទៅលើ project នេះចូលកន្លែងនេះទាក់ទងទៅនឹង front end ហើយ front end នេះមាន page ATM ពាក់ព័ន្ធនឹង HTML ដើម្បីធ្វើការសរសេរនៅ page ទាំងអស់ហ្នឹងហើយនេះគឺខ្ញុំសរសេរតាក់ទងនឹង HTML ហើយដើម្បីធ្វើការជាមួយ page នីមួយៗហ្នឹងខ្ញុំមានAPY នេះតាក់ទងទៅនឹង route តាក់ទងទៅនឹង route ដើម្បីចូលទៅកាន់ page ណាមួយហើយសម្រាប់ផ្សេងៗអីហ្នឹងគឺធ្វើការភាសាកូដតាម APY ហ្នឹងហើយចំពោះ client.env ហ្នឹងវាតាក់ទងទៅនឹង Telegram bot មិញហ្នឹងដែលខ្ញុំបានប្រើប្រាស់ពេលដែលខ្ញុំទិញមិញហ្នឹងវាបោះចូលទៅក្នុង Telegram ហើយចំណុចសំខាន់ដែលនៃកូននេះគឺស្ថិតនៅក្នុង app.py នេះចំណុចសំខាន់នេះគឺស្ថិតនៅក្នុង app.py នេះដែរហើយដំបូងរបស់កន្លែងនេះចំពោះផ្នែកកន្លែងនេះហ្នឹងគឺតាក់ទងទៅកាន់ការ send message ទៅកាន់ Telegram ហើយបន្តមកសម្រាប់ line នេះវិញគឺជាការ login ទិន្នន័យរបស់អ្នកប្រើប្រាស់មានដូចជា Gmail ឬក៏ password អីហ្នឹងគឺជាកន្លែងរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់កន្លែងនេះគឺជាការធ្វើដាក់product ចូលមានcategory sort ហើយតបមកចូលមកដល់កន្លែង product នេះដូចជាមានload ទិន្នន័យដូចជា ID ឬក៏
គេថាមានអាចនេះមានអីមកហើយបើសិនជា expression អីហ្នឹង error ចឹងហើយចំណោទី4នេះចំណោកន្លែងនេះមានដូចជាផុសប្រដាប់ហ្នឹងហើយ use ចូល username និង email password ហើយកន្លែងនេះឡើង basic collection ជាកន្លែងនេះគឺជាការដាក់បញ្ចូលuser ហើយឬក៏ load email មក password ដែល check out មិញដែលនៅកន្លែង check out មិញហើយចូលដល់កន្លែង login model នេះគឺមានការផុសឡើងជា email password ក៏ email request សម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណោះហើយអរគុណលោកគ្រូហើយនិងអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំ